ន្តិភាពសម្រាប់ប្រទេសកម្ពុជាពាក្យនេះគឺសម្រាប់ដាស់តឿននៅសតិអារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋខ្មែរកុំឲ្យចាញ់បោកបរទេសណាបំផ្លាញយកអំពើស្នេហាជាតិរបស់ខ្លួនមកបំផ្លាញនៅសន្តិភាពប្រទេសខ្លួនឯងដោយចំនួនមុនតទៅទៀតបាទព្រោះប្រទេសកម្ពុជាយើងបានហិនហោចខ្លោចសារខ្ទេចខ្ទាំធ្លាក់ក្រោមដកសូន្យទៀតបាទគឺបាត់បង់នៅធនធានទាំងធនធានមនុស្សបាត់បង់នៅទាំងធនធានប្រទេសជាតិសពបែបយ៉ាងទាំងអស់ធ្វើឲ្យប្រទេសជាតិមួយនេះងើបមិនរួចចាក់ផុតពីក្រោមអាណានិគមរបស់បរទេសបាទហើយជាងនេះទៅទៀតចំនួនជីដូនជីតាជាង500ឆ្នាំមកនេះខ្មែរយើងភាគច្រើនគឺស្ថិតនៅក្រោមអាណានិគមរបស់បរទេសទាំងអស់បាទតាំងពីក្រោមអាណានិគមប្រទេសជិតខាងរហូតដល់តែក្រោមអាណានិគមបារាំងបាទគឺដោយសារអីដោយសារបងប្អូនប្រជាពលរដ្ឋខ្មែរផ្លិចខ្លួនគិតអ្វីដែលហៅថាពាក្យថាស្នេហាជាតិយកភាពស្នេហាជាតិរបស់ខ្លួនយកមកបំផ្លាញប្រទេសខ្លួនឯងតាមរយៈទៅពឹងបរទេសណាជឿសម្ដីបរទេសយកមកបំផ្លាញខ្មែរគ្នាឯងដោយក្នុងកាលពេលបច្ចុប្បន្ននេះគុំតែបានសម្ដេចតេជោហ៊ុនសែនលោកជាវីរៈបុរសដ៏ខ្លាំងក្លាក្នុងការទប់ស្កាត់ការវិលត្រឡប់នៃបនប្រឡាយពូជសាសន៍ទប់ស្កាត់នៅអំពើណាផ្សេងអាចផ្ទុះទៅដោយភ្លើងសង្គ្រាមឡើងវិញបាទការពារប្រទេសជាតិដើម្បីឲ្យប្រទេសជាតិមានសុខសន្តិភាពព្រោះប្រទេសមួយបើគ្មានសុខសន្តិភាពទេសួរថាតើយើងមានឯណាទៅបានកសាងប្រទេសពង្រឹងនិងពង្រីកនៅសុំអភ័យទោសព្យាយាមដែរតែគាត់ណាមិនដឹងធ្វើម៉េច Wi-Fi វារអាក់រអួលរហូតទទួលស្គាល់ថាប្រជាជនយើងទៅតែងើបផុតពីភ្លើងសង្គ្រាមជាង20ឆ្នាំដែលទៅតែអភិវឌ្ឍពេញលេញធ្វើឲ្យអ្នកខ្លះគាត់គិតថាគាត់ស្នេហាជាតិការពារទឹកដីប៉ុន្តែគាត់ភ្លេចខ្លួនថាអំពើស្នេហាជាតិដ៏ឆោតល្ងង់របស់គាត់គឺយកមកបំផ្លាញនៅកិត្តិយសនិងកេរ្តិ៍ឈ្មោះរបស់ប្រទេសជាតិប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែននិងសម្ដេចធិបតីហ៊ុនម៉ាណែតខិតខំណាស់ក្នុងការការពារអធិបតេយ្យភាពទឹកដីរបស់យើងប្រកបទៅដោយណាកតិបណ្ឌិតក្នុងការការពារការឈ្លានពានពីបរទេសមកអ្វីដែលយើងមកសេសសល់គឺជាមរតកក្រោមអាណានិគមរបស់បារាំងតាមបណ្ដាព្រំដែនសម្ដេចលោកខំធ្វើរបងដោយជីកបង្គោលតាមព្រំដែនដើម្បីកំណត់ទឹកដីដែលនៅសេសសល់ទុកឲ្យកូនខ្មែរចំនួនក្រោយបានរស់នៅនឹងថែរក្សាបាទអត់មានដែលបានបំផ្លាញ 181,035 ដូចអ្វីដែលពួកប្រឆាំងចោទប្រកាន់មកលើរាជរដ្ឋាភិបាលនោះទេយើងមើលឲ្យច្បាស់សច្ចភាពសង្គមណាកុំចេះតែចាញ់បោកបរទេសញុះញង់ដោយបណ្ដានិស្សិតមួយចំនួនលន់នល់ដែលធ្វើបាតកម្មទម្លាក់សម្ដេចនរោត្តមសីហនុអញ្ចឹងដោយសារពួកគាត់គិតថាគាត់ស្រឡាញ់ប្រទេសជាតិខ្លាំងពេកធ្វើឲ្យពួកគាត់បាត់នៅឧត្តមគតិគិតពីប្រយោជន៍ជាតិជាធំចាញ់តាមការញុះញង់របស់បរទេសក្នុងការទម្លាក់ថ្នាក់ដឹកនាំដែលជាថ្នាក់ដឹកនាំស្នេហាជាតិការពារទឹកដីទាញប្រទេសដែលមានឯករាជ្យ16ឆ្នាំធ្លាក់ទៅលើភ្លើងសង្គ្រាមស្ទើរវិនាសបាត់បង់ឈ្មោះពីផែនទីពិភពលោកបាទវាមិនមែនក្នុងឱកាសពេលនេះដែលកម្ពុជានៅមានឈ្មោះនៅក្នុងផែនទីពិភពលោកវាសិតតែជាសំណាងនៃប្រទេសកម្ពុជាដែលនៅសេសសល់នោះទេយើងគិតថារបបខ្មែរក្រហម3ឆ្នាំ8ខែ20ថ្ងៃប្រជាជនខ្មែរស្លាប់ជាង3លាននាក់បណ្ឌិតអ្នកប្រាជ្ញអ្នកមានចេះដឹងស្លាប់ស្ទើរតែ 95% ទៅហើយពេលដែលបញ្ចប់សង្គ្រាមបញ្ចប់នៅរបបខ្មែរក្រហមកម្ពុជានៅសល់អ្នកចេះដឹងតិចណាស់សូម្បីតែគ្រូបង្រៀនខ្លះគាត់មិនអាចអានអក្សរពាក្យជ្រៅបានផងប៉ុន្តែរាជរដ្ឋាភិបាលខិតខំណាបង្កើតនូវពាក្យស្លោកមួយអ្នកចេះច្រើនបង្រៀនអ្នកចេះតិចអ្នកចេះតិចបង្រៀនអ្នកអត់ចេះបាទ
នេះហើយជាការខិតខំកសាងប្រទេសដើម្បីរត់មករកនៅសន្តិភាពនិងការអភិវឌ្ឍដែលធ្វើឲ្យប្រទេសកម្ពុជាមានដល់ពេលបច្ចុប្បន្ននេះនឹងចាប់ផ្ដើមពង្រឹងនៅសមត្ថភាពកងទ័ពពង្រឹងនៅសមត្ថភាពប្រជាជនជំរុញនឹងការចំណេះដឹងផ្សេងៗដល់បងប្អូនប្រជាពលរដ្ឋខ្មែរបាទអ្វីដែលបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួនខំធ្វើបាតកម្មខំធ្វើការទៀមទាណាតាមការញុះញង់របស់បរទេសសួរថាបងប្អូនមានដៃគិតថាតើប្រទេសខ្លួនឯងនេះស្ថិតនៅក្នុងកម្រិតណាសូម្បីតែខ្លួនឯងម៉ែឲ្យទៅរៀនឲ្យចប់ថ្នាក់ទី12មិនអាចខិតខំប្រឹងរៀនដល់ចប់ថ្នាក់ទី12តាមឪពុកម្ដាយរបស់ខ្លួនឯងប្រាប់ផងចេះមកប្រាប់បញ្ជាចេះមកបញ្ជាណាដាក់លក្ខខណ្ឌមកដល់ថ្នាក់ដឹកនាំប្រទេសជាតិឲ្យដឹកនាំប្រទេសតាមអ្វីដែលខ្លួនចង់បានសួរថាពួកអស់លោកដឹងថានយោបាយក្នុងប្រទេសជាតិគេក្នុងកម្រិតណាគេត្រូវដើរធ្វើយ៉ាងណាដើម្បីថែរក្សាសមតុល្យប្រទេសជាតិជាមួយនឹងប្រទេសជិតខាងធ្វើយ៉ាងណារៀនរស់នៅក្នុងរបបនយោបាយពិភពលោកឲ្យបានរឹងមាំពួកអ្នកឯងមិនអានអក្សរមិនតាន់ទាំងចប់ផងគិតអីរឿងនយោបាយដែលបញ្ជាថ្នាក់ដឹកនាំសុំឲ្យថ្នាក់ដឹកនាំធ្វើនេះធ្វើនោះតាមអំពើចិត្តតែខ្លួនឯងគិតគ្រាន់តែគិតឃើញមួយចំណុចមួយជ្រុងតូចគិតថាខ្លួនឯងនឹងជាអ្នកស្នេហាជាតិគិតថាខ្លួនឯងអស្ចារ្យភ្លើងសង្គ្រាមតែមួយជំហានទៅវិញទេបាទពីសន្តិភាពទៅភ្លើងសង្គ្រាមតែមួយជំហានទេអ្នកអាចនាំគ្រួសារនិងបងប្អូនរបស់អ្នកឯងគេចក្រោបផ្លោងម្ដងទៀតបាទប៉ុន្តែអ្វីដែលខ្ញុំជឿជាក់លើការដឹកនាំរបស់សម្ដេចធិបតីហ៊ុនម៉ាណែតសម្ដេចតេជោហ៊ុនសែនដែលលោកជាបង្គោលប្រទេសជាតិដ៏រឹងមាំក្នុងការការពារខ្យល់ព្យុះភ្លៀងពីបណ្ដាបច្ចាមិត្តសងខាងដែលតែងតែព្យាយាមយាយីមកលើប្រទេសកម្ពុជានិងបង្ក្រាបនៅចលនាបដិវត្តខុសច្បាប់បដិវត្តពណ៌ដែលចង់បង្កើតឡើងដើម្បីធ្វើឲ្យប្រទេសកម្ពុជានេះឈានពីសន្តិភាពទៅរកភ្លើងសង្គ្រាមម្ដងទៀតដោយសម័យលន់នល់បាទនេះហើយជាសក្ខីភាពមួយនិងសច្ចភាពមួយនៅក្នុងសង្គមតែបច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជាខិតខំណាស់ថែរក្សាណាស់ការពារណាស់គ្មានអ្វីមកកុហកបោកប្រាស់បងប្អូនប្រជាពលរដ្ឋនោះទេមានតែពាក្យថា